បុគ្គលិកមានជំនាញប្រព័ន្ធវាស់វែងលទ្ធផលនិងវិធីសាស្ត្រត្រួតពិនិត្យឯករាជ្យស្វាគមន៍មកកាន់ The Mask ថ្ងៃនេះខ្ញុំនឹងលើកឡើងក្រោមប្រធានបទធំមួយគឺស្ថាប័នរឹងមាំមានលក្ខណៈអ្វីខ្លះហើយខ្ញុំនឹងលម្អិតនៅក្នុងវីដេអូនេះនៅសតវត្សទី21កម្លាំងរដ្ឋមិនត្រូវបានវាស់ត្រឹមទំហំគម្រោងឬល្បឿនអភិវឌ្ឍទេប៉ុន្តែវាស់តាមគុណភាពស្ថាប័នទ្រឹស្ដីនយោបាយសម័យថ្មីរបស់លោក Francis បញ្ជាក់ថា State Capacity និង Rule of Law គឺជាស្នូលនៃការអភិវឌ្ឍយូរអង្វែងខណៈដែលលោក Douglas លើកឡើងថាស្ថាប័នជាច្បាប់និងទម្លាប់ដែលកំណត់របៀបអន្តរកម្មក្នុងសង្គមនិងអាចទុកចិត្តបានការបង្កើតកំណើនសេដ្ឋកិច្ចនិងស្ថិរភាពនយោបាយទី1ស្ថាប័នរឹងមាំស្មើនឹងច្បាប់លើមនុស្សលក្ខណៈទី1គឺ Rule of Law ច្បាប់ត្រូវអនុវត្តស្មើគ្នានិងអាចព្យាករណ៍បានសេចក្តីរាយការណ៍អភិវឌ្ឍពិភពលោករបស់ World Bank បានបញ្ជាក់ថាប្រទេសដែលមានប្រព័ន្ធច្បាប់អាចព្យាករណ៍បានទាក់ទាញអ្នកវិនិយោគនិងបន្ថយថ្លៃដើមប្រតិបត្តិការនៅកម្ពុជាការ Digital សេវាសាធារណៈនិងការកាត់បន្ថយជំហានរដ្ឋបាលក្នុងវិស័យខ្លះបង្ហាញពីចំណុចវិជ្ជមានក្នុងការកែលម្អអាចព្យាករណ៍បានទូយ៉ាងណាការធានានិងការអនុវត្តស្មើគ្នានៅគ្រប់កម្រិតនៅតែជាការងារដែលត្រូវបន្តពង្រឹងទី2សមត្ថភាពអនុវត្តគោលនយោបាយល្អមិនគ្រប់គ្រាន់ទេបើអនុវត្តខ្សោយតាមការវិតម្លៃអភិវឌ្ឍរបស់ OECD ស្ថាប័នរឹងមាំត្រូវមានបុគ្គលិកមានជំនាញប្រព័ន្ធវាស់វែងលទ្ធផលនិងវិធីសាស្ត្រត្រួតពិនិត្យឯករាជ្យឧទាហរណ៍ក្នុងសង្គមខ្មែរគម្រោងសេវាសុខាភិបាលនិងអប់រំអាចមានថវិកានិងផែនការតែបើខ្វះប្រព័ន្ធវាស់វែងលទ្ធផលនិងរបាយការណ៍សាធារណៈទំនុកចិត្តនឹងមិនកើនឡើងទី3តម្លាភាពនិងការទទួលខុសត្រូវតាមការសិក្សារបស់ United Nations Development Program សង្ខេបថាប្រព័ន្ធដែលបើកចំហទិន្នន័យនិងមានយន្តការទទួលខុសត្រូវធ្វើឲ្យប្រជាជនមានតម្លាភាពខ្ពស់ជាងសម្រាប់កម្ពុជាការផ្សព្វផ្សាយព័ត៌មានថវិកាឬលទ្ធផលគម្រោងតាមវេទិកាសាធារណៈនិង Digital គឺជាចំណុចដែលអាចពង្រឹងបានបន្ថែមដើម្បីបំលែងពាក្យស្លោកទៅជាលទ្ធផលអាចពិនិត្យបានទី4បន្តភាពស្ថាប័នរឹងមាំអាចត្រូវដំណើរការបានលើសពីបុគ្គលគំនិតនេះត្រូវបានគ្រប់គ្រងដោយ Joseph ដែលសង្កេតថាភាពជឿជាក់ជាសាធារណៈជាមូលដ្ឋាននយោបាយសំខាន់បំផុតនៅបរិបទកម្ពុជាការបន្តនីតិវិធីនិងការជួយផ្ទេរភារកិច្ចយ៉ាងរលូនក្នុងស្ថាប័នជាច្រើនបង្ហាញពីសមត្ថភាពបន្តភាពទោះយ៉ាងណាការបង្កើតមូលដ្ឋានបច្ចេកទេសនិងប្រព័ន្ធឯកសារស្តង់ដារនៅតែជាចំណុចស្នូលសម្រាប់ការធានាបន្តភាពយូរអង្វែងទី5វប្បធម៌រៀនពីកំហុសស្ថាប័នរឹងមាំមិនមែនគ្មានកំហុសទេប៉ុន្តែអាចរៀននិងកែលម្អបានលឿនការណែនាំអភិវឌ្ឍស្ថាប័ន World Bank លើកឡើងពី feedback loop និងការវាយតម្លៃត្រូវអនុវត្ត ex post evaluation ជាឧបករណ៍សំខាន់នៅកម្ពុជាការបង្កើតវេទិកាទទួលមតិសាធារណៈនិងប្រព័ន្ធបណ្ដឹង Digital អាចជួយបង្កើនសមត្ថភាពរៀនរបស់ស្ថាប័នទស្សនៈជាតិនិងអន្តរជាតិបានបញ្ជាក់ថាតាមការវាយតម្លៃរបស់អ្នកជំនាញអភិវឌ្ឍស្ថាប័នជាតិនិងអន្តរជាតិរួមទាំងទស្សនវិភាគរបស់លោកខុនប៊ុននីអ្នកជំនាញគោលនយោបាយនិងយុទ្ធសាស្ត្រហើយក៏ជំនាញខាងការពង្រីកនិងអភិវឌ្ឍស្ថាប័នអះអាងថាចំណុចស្នូលសម្រាប់កម្ពុជាគឺទី1ផ្លាស់ប្ដូរពីគម្រោងធំទៅប្រព័ន្ធរឹងមាំទី2បង្កើនសមត្ថភាពអនុវត្តតាមទិន្នន័យទី3បើកចំហររបាយការណ៍និងលទ្ធផលទី4បណ្ដុះវប្បធម៌ទទួលខុសត្រូវនិងរៀបចំកំហុសសេចក្តីសន្និដ្ឋានស្ថាប័នរឹងមាំមានលក្ខណៈចម្បង5ច្បាប់លើមនុស្សសមត្ថភាពអនុវត្តតម្លាភាពនិងទំនួលខុសត្រូវបន្តភាពស្ថាប័ននិងវប្បធម៌រៀនពីកំហុសនៅពេលលក្ខណៈទាំងនេះត្រូវបានពង្រឹងជាប្រព័ន្ធការអភិវឌ្ឍមិនត្រឹមលឿនប៉ុណ្ណោះទេប៉ុន្តែមានគ្រឹះនិងអាចទុកចិត្តបានក្នុងសម័យដែលព័ត៌មានលឿនជាងការពិចារណាស្ថាប័នដែលអាចបង្ហាញលទ្ធផលវាស់វែងបានគឺជាស្ថាប័នដែលឈរជើងបានយូរពីខ្ញុំ Damas ជួបគ្នានៅវីដេអូក្រោយ